នៅពេលដែលយើងព្យាយាមប្រឆាំងជាមួយនឹងគំនិតខ្លួនឯងក្នុងអំឡុងពេលដែលចិត្តកំពុងតែច្បោកច្បល់វានឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងចិត្តកំពុងតែបង្កើតគំនិតព្រួយបារម្ភមួយហើយភ្លាមៗនោះស្រាប់តែមានសម្លេងមួយទៀតលេចឡើងមកដើម្បីវិនិច្ឆ័យវាពេលនោះបញ្ហាមិនមែនគ្រាន់តែជាការថប់បារម្ភតែម្យ៉ាងទេវាបន្ថែមដោយការប្រឆាំងជាមួយនឹងខ្លួនឯងមួយទៀតការប្រឆាំងជាមួយនឹងខ្លួនឯងនឹងធ្វើឲ្យចិត្តកាន់តែច្បោកច្បល់គំនិតត្រូវបានពុះជាពីរផ្នែកទី1คล้ายជាអ្នករិះគន់ផ្នែកមួយទៀតคล้ายជាអ្នកដែលត្រូវបានចោទប្រកាន់នៅពេលដែលចិត្តមានអារម្មណ៍ថាត្រូវបានវាយប្រហារពីខាងក្នុងវានឹងធ្វើអ្វីដែលវាតែងតែធ្វើគឺវាគិតច្រើនវិភាគច្រើនដើម្បីការពារការវិនិច្ឆ័យខ្លួនឯងយ៉ាងធ្ងន់ធ្ងរនឹងជំរុញឲ្យមានការគិតកាន់តែច្រើនពីព្រោះវាបង្កើតគ្រោះថ្នាក់នៅខាងក្នុងប្រព័ន្ធប្រសាទមិនអាចសម្រាកបានទេនៅពេលដែលវាមានអារម្មណ៍ថាត្រូវបានរិះគន់ការរិះគន់បង្ហាញសញ្ញាថាអ្វីមួយកំពុងមានបញ្ហាហើយខួរក្បាលនឹងឆ្លើយតបដោយការព្យាយាមស្វែងរកដំណោះស្រាយវាស្កែនអតីតកាលដើម្បីរកមើលកំហុសវាស្កែនអនាគតដើម្បីរកវិធីការពារគំនិតនឹងសើរើឡើងវិញនៅរឿងរ៉ាវចាស់ៗហើយវាសម័យមើលអ្វីបន្ទាប់ដែលត្រូវកែប្រែឲ្យល្អប្រសើរនៅពេលនោះចិត្តរបស់យើងចេញពីអតីតកាលទៅអនាគតចេញពីអនាគតទៅអតីតកាលវិលទៅវិលមកអត់ឈប់ឈរវានឹងបង្កើតជារង្វិលជុំមួយដែលមានឥទ្ធិពលដើម្បីរំខានដល់រង្វិលជុំនេះរឿងដែលយើងគួរធ្វើគឺផ្ដល់នូវការលួងលោមឬការអាណិតអាសូរមកកាន់ខ្លួនឯងវាជាការបង្កើតសុវត្ថិភាពផ្លូវចិត្តនៅពេលដែលយើងឆ្លើយតបចំពោះខ្លួនឯងដោយការយល់ដឹងជំនួសឲ្យការរិះគន់ប្រព័ន្ធប្រសាទទទួលបានសារខុសគ្នាយើងកំពុងមានសុវត្ថិភាពទោះបីជាគំនិតរបស់យើងកំពុងរញ៉េរញ៉ៃក៏ដោយអារម្មណ៍សុវត្ថិភាពនេះនឹងរំខានដល់រង្វិលជុំផ្លូវចិត្តពីព្រោះមូលហេតុនៃការគិតច្រើនគឺដើម្បីការពារនិងរក្សាសុវត្ថិភាពដូច្នេះនៅពេលដែលយើងទទួលបានអារម្មណ៍សុវត្ថិភាពហើយការគិតច្រើននឹងថមថយថាមពលដោយខ្លួនឯងសត្វទោះជាកាចយ៉ាងណាក៏ដោយវានឹងប្រែជាស្លូតនិងសាំងបន្តិចម្ដងនៅពេលដែលទទួលបានការលួងលោមចិត្តដែលកំពុងតែឆាបឆេះដោយភាពច្បោកច្បល់ក៏រមែងទន់ភ្លន់ដូចគ្នានៅពេលដែលយើងផ្ដល់នូវការលួងលោមឬក្តីមេត្តាមកកាន់ខ្លួនឯងដូច្នេះសរុបមកវិញដើម្បីកាត់ផ្ដាច់ឬរំខានដល់វដ្តនៃការគិតច្រើនគឺមិនមែនជាការព្យាយាមបញ្ឈប់គំនិតឬវិនិច្ឆ័យខ្លួនឯងនោះទេតែគឺជាការផ្ដល់នូវការលួងលោមឬការអាណិតអាសូរមកកាន់ខ្លួនឯងចិត្តនឹងទទួលបានអារម្មណ៍សុវត្ថិភាពនិងគ្មានការគំរាមកំហែងដូច្នេះគំនិតដែលព្យាយាមការពារឬរកវិធីដោះស្រាយនឹងត្រូវបានថមថយការគិតច្រើននឹងត្រូវបានថមថយ